តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកជួយគេរាល់ថ្ងៃតែមិនដែលជួយខ្លួនឯងដែរឬទេអ្នកតែងតែនិយាយទៅកាន់គេថាអត់អីទេចាំខ្ញុំជួយសូម្បីតែពេលដែលអ្នកអស់កម្លាំងអស់ពេលវេលាឬអស់លុយក៏មានដែរអ្នកគិតថាការជួយគេច្រើនអាចធ្វើឲ្យយើងក្លាយទៅជាមនុស្សល្អជាមិត្តល្អជាកូនល្អឬក៏ជាបងប្អូនល្អប៉ុន្តែចាំតិចខ្ញុំសួរមួយតើថ្មីនេះអ្នកធ្លាប់សួរខ្លួនឯងអត់ថាចុះខ្ញុំវិញណាគេជួយខ្ញុំខ្លះអ្នកក្រោកពីព្រលឹមជួយការងារគេលះបង់សូម្បីតែពេលវេលាឬក៏អាហារថ្ងៃត្រង់របស់ខ្លួនឯងទៀតដើម្បីអង្គុយស្ដាប់បញ្ហារបស់គេអញ្ចឹងទៅដោយខ្លួនឯងនឹងវាគ្មិនដោះស្រាយវិបត្តិអញ្ចឹងថ្ងៃខ្លះងាកឡើងខ្លួនឯងអត់មានអីហូបទេប៉ុន្តែឲ្យលុយគេខ្ចីហើយថែមទាំងគេញ៉ាត់លក់ទៀតដោយសារតែបារម្ភពីរឿងគេនឹងតែងាកមកមើលក្តីសម័យផ្ទាល់ខ្លួនគម្រោងរបស់អ្នកសុបិនដែលអ្នកចង់ធ្វើតាំងពីក្មេងវានៅតែជាប់គាំងមួយកន្លែងដដែលដូចអត់មានរីកចម្រើនទៅណាសោះថ្ងៃនេះខ្ញុំចង់ឲ្យអ្នកសម្រាកមួយផ្លែតហើយមកមើលខ្លួនឯងវិញសួរខ្លួនឯងថាតើហត់អត់ឬក៏មានអារម្មណ៍ថាខកចិត្តដែរទេតើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកឲ្យគេអស់ពីខ្លួនតែមិនដែលបានអីត្រឡប់មកវិញមែនអត់បើចម្លើយគឺ yes នោះអ្នកកំពុងតែធ្លាក់ទៅក្នុងអន្ទាក់នៃភាពចិត្តល្អជ្រុលពេកជួយតែគេតែភ្លេចគិតអំពីខ្លួនឯងហើយខ្ញុំសូមប្រាប់ទាំងអស់គ្នាឲ្យច្បាស់ថានេះមិនមែនជាគុណសម្បត្តិទេតែវាកំពុងតែបំផ្លាញខ្លួនយើងនឹងឯងថ្ងៃនេះខ្ញុំចង់ប្រាប់ពីហេតុផល6យ៉ាងដែលបញ្ជាក់ថាការភ្លេចគិតពីខ្លួនឯងពេកវាមានគ្រោះថ្នាក់ជាងអ្វីដែលអ្នកដឹងទៅទៀតចំណុចទី1ការជួយគេច្រើនពេកធ្វើឲ្យអ្នកដទៃនឹងបាត់ឱកាសរៀនសូត្រអ្នកគិតថាអ្នកកំពុងជួយតែការពិតអ្នកកំពុងតែធ្វើឲ្យគេខ្សោយទៅវិញទេពេលអ្នកប្រញាប់ដោះស្រាយបញ្ហាទាំងអស់របស់គេឬក៏ធ្វើអ្វីមួយឲ្យគេនឹងមិនចេះដោះស្រាយបញ្ហាដោយខ្លួនឯងឡើយទុកឱកាសឲ្យគេបរាជ័យខ្លះឲ្យគេរៀនសូត្រខ្លះនោះហើយជាជំនួយដ៏ពិតប្រាកដឧទាហរណ៍ថាអ្នកមានប្អូនម្នាក់គាត់នៅតូចកំពុងតែរៀនចងស្បែកជើងរាល់ព្រឹកប្អូនរបស់អ្នកចងខ្សែស្បែកជើងខ្លួនឯងអត់កើតទេអ្នកក៏ប្រញាប់ទៅចងឲ្យគេមួយថ្ងៃពីរថ្ងៃមួយខែអ្នកនៅតែចងឲ្យគេរហូតលទ្ធផលបែបណានោះប្អូនអ្នកនឹងអត់ចេះចងស្បែកជើងរហូតដល់ធំហើយថ្ងៃណាមួយប្រសិនបើអ្នកមិននៅក្បែរគេនឹងដើរដោយស្បែកជើងរលុងតែផ្ទុយទៅវិញបើអ្នកអត់ធ្មត់បន្តិចទុកឲ្យគេរៀនចងខ្លួនឯងទោះបីយឺតបន្តិចមែនឬខុសប៉ុណ្ណាក៏ដោយគេនឹងរៀនហើយថ្ងៃក្រោយគេនឹងអាចធ្វើដោយខ្លួនឯងបានដូចគ្នាដែរនៅក្នុងជីវិតការងារយើងពេលអ្នកធ្វើរបាយការណ៍ឲ្យមិត្តរួមការងារឬក៏ដោះស្រាយបញ្ហាគ្រួសារឲ្យបងប្អូនមិត្តភ័ក្តិអីចឹងទៅអ្នកកំពុងតែយកឱកាសដែលគេតែគួរទទួលបានគឺឱកាសបរាជ័យឱកាសរៀនសូត្រឱកាសរីកចម្រើននេះហើយការជួយពិតប្រាកដមិនមែនធ្វើអីគ្រប់យ៉ាងជំនួសគេទេគឺបង្រៀនគេឬឈរក្បែរគេនៅពេលដែលគេធ្វើដោយខ្លួនឯងចំណុចទី2ការភ្លេចខ្លួនឯងនឹងនាំអ្នកទៅរកភាពអស់កម្លាំងចិត្តដែលអាចហៅបានថា burn out អ្នកមិនមែនជាម៉ាស៊ីនទេពេលដែលអ្នកបូមថាមពលទាំងអស់តែឲ្យអ្នកដទៃថ្ងៃណាមួយអ្នកនឹងសល់ 0% អស់កម្លាំងរាងកាយបាក់ទឹកចិត្តគេងមិនលក់ស្អប់ខ្លួនឯងទាំងនេះគឺជាសញ្ញា burn out ដោយសារតែអ្នកនឹងចិត្តល្អជ្រុលពេកសាកសម័យថាអ្នកមានទូរស័ព្ទមួយគ្រឿងរាល់ថ្ងៃអ្នកបើក Wi-Fi បើកអ៊ីនធឺណិតបើក Bluetooth អីចឹងទៅប្រើកម្មវិធីធ្ងន់ឬក៏ប្រើកម្មវិធីច្រើនទូរស័ព្ទឆាប់អស់ថ្មតែខ្លួនឯងអត់សាកទេឲ្យគេខ្ចីឆ្នាំងសាកដល់ហើយថ្មខ្លួនឯងក៏អស់ទូរស័ព្ទបើកអត់ចេញទៀតអ្នកក៏ដូចគ្នារាល់ពេលដែលអ្នកជួយគេស្ដាប់បញ្ហារបស់គេឲ្យគេខ្ចីលុយឬក៏បូករួមទាំងការព្រួយបារម្ភពីរឿងគេទាំងអស់នេះគឺស៊ីថ្មរបស់អ្នកដូចគ្នាអ្នកមិនដែលសាកថ្មខ្លួនឯងទេដូចជាការសម្រាកការធ្វើអីដែលខ្លួនឯងពេញចិត្តដែលខ្លួនឯងសប្បាយរីករាយឬការឆ្លើយថាទេខ្លះនោះអ្នកនឹងធ្លាក់ចូលទៅក្នុងស្ថានភាពដែលគេហៅថា burn out នេះឯងគឺគ្មានកម្លាំងគ្មានអារម្មណ៍ជាមួយអ្វីទាំងអស់ប៉ុន្តែបែរជាមានអារម្មណ៍ថាខ្លួនឯងនេះគ្មានតម្លៃទៅវិញហើយពេលនោះអ្នកមិនអាចជួយនរណាម្នាក់បានឡើយសូម្បីតែខ្លួនឯងក៏ដោយដូច្នេះការថែទាំខ្លួនឯងមិនមែនជារឿងអាត្មានិយមទេតែវាគឺជាការចាំបាច់ដើម្បីឲ្យអ្នកនៅតែអាចជួយអ្នកដទៃបាននៅក្នុងរយៈពេលវែងចំណុចទី3ធ្វើការងារគេពេកការងារខ្លួនឯងយឺតឬពេលខ្លះអត់បានធ្វើក៏ថាបានអ្នករវល់នឹងជួយកែរបាយការណ៍ឲ្យគេជួយគេធ្វើកិច្ចការផ្ទះជួយគេដោះស្រាយបញ្ហាគ្រួសារចុះការងារសំខាន់របស់អ្នកវិញគម្រោងខ្លួនឯងនៅជាប់គាំងក្តីសម័យផ្ទាល់ខ្លួនអត់ដែលបានចាប់ផ្ដើមសោះនៅចុងឆ្នាំគេជោគជ័យឬគេសម្រេចបានការងារខ្លះដល់កលេចមើលខ្លួនឯងវិញអំបិលសម័យថាអ្នកជាសិស្សម្នាក់អ្នកមានកិច្ចការផ្ទះដូចគេដែរ
ត្រូវធ្វើខ្លួនឯងប៉ុន្តែមិត្តភ័ក្តិនឹងសូមឲ្យជួយធ្វើសូមឲ្យជួយបញ្យល់លំហាត់អីចឹងទៅអ្នកយល់ព្រមគាត់សុំទៀតសុំអ្នកខ្លះឲ្យជួយគូររូបមិត្តភ័ក្តិខ្លះសុំឲ្យជួយសរសេរអត្ថបទអីផ្សេងអ្នកចំណាយពេល3-4ម៉ោងជួយគេរសៀលមិនទាន់អស់កម្លាំងលេងលុះដល់ម៉ោងធ្វើការងារផ្ទាល់ខ្លួនវិញបែរជាមានអារម្មណ៍ថាល្វើយហើយអស់ពេលវេលាល្មមអ្នកគិតថាអត់អីទេស្អែកខ្ញុំធ្វើការងារខ្ញុំក៏បានប៉ុន្តែដល់ពេលស្អែកឡើងគេសុំឲ្យជួយទៀតថ្ងៃបន្តបន្ទាប់ក៏នៅតែអញ្ចឹងលទ្ធផលមិត្តរបស់អ្នកបានពិន្ទុល្អហើយគេប្រឡងជាប់រីឯអ្នកវិញការងារផ្ទាល់ខ្លួនឯងអត់ទាន់បានចាប់ដើមពិន្ទុក៏ធ្លាក់ហើយត្រូវគ្រូស្ដីបន្ទោសឬក៏គ្រួសារស្ដីបន្ទោសក៏មានអ្នកចាប់ដើមដើរថយក្រោយដើរយឺតហើយកាន់តែពិបាកតាមទាន់គេដូចគ្នានៅក្នុងជីវិតការងារដែរបើអ្នកជួយមិត្តរួមការងារធ្វើកិច្ចការរបស់គេជារៀងរាល់ថ្ងៃកិច្ចការផ្ទាល់ខ្លួនរបស់អ្នកវានឹងកឡើងនឹងកកស្ទះថ្ងៃបកគលការងារទៅជូនថ្នាក់ដឹកនាំឬក៏ជូនមេអ្នកអត់ទាន់បានធ្វើឬក៏អត់ទាន់បានបញ្ចប់ការងារខ្លួនឯងសោះតែគេវិញបានបញ្ចប់ការងាររួចរាល់អស់ហើយដោយសារតែការជួយជ្រោមជ្រែងពីយើងដែរអ្នកជួយគេឲ្យជោគជ័យប៉ុន្តែកំពុងតែធ្វើឲ្យខ្លួនឯងនឹងបរាជ័យអញ្ចឹងមេរៀននេះគឺត្រូវធ្វើការងារខ្លួនឯងឲ្យចប់សិនមុននឹងទៅជួយអ្នកដទៃមិនមែនថាអ្នកអាត្មានិយមទេគឺអ្នកកំពុងតែការពារអនាគតរបស់ខ្លួនឯងនិយាយថងនឹងវារៀង relate ទៅខ្ញុំតិចដែរចំណុចទី4មនុស្សខ្លះចាប់ផ្ដើមយកប្រយោជន៍ដោយសារតែការចិត្តល្អរបស់យើងការពិតដ៏ព្រៃផ្សៃនោះគឺថាចិត្តល្អគ្មានព្រំដែនគឺតាក់ទាញមនុស្សដែលចេះតែឆក់យកប្រយោជន៍ពីយើងគេសាកល្បងអ្នកឃើញអ្នកព្រមទាំងអស់គេនឹងសុំទៀតសុំថែមទៀតរហូតដល់អ្នកអស់អីពីខ្លួនអ្នកមិនមែនជាអ្នកផ្គត់ផ្គង់ដ៏គ្មានទីបញ្ចប់នោះទេចេះនិយាយថាទេខ្លះទៅទើបអ្នកដឹងថាអ្នកណាស្រឡាញ់អ្នកឲ្យពិតប្រាកដឧទាហរណ៍ថាមានមិត្តភ័ក្តិម្នាក់លើកទី1គេសុំខ្ចីលុយ$10សន្យាថានឹងសងនៅអាទិត្យក្រោយអ្នកឲ្យទៅគេព្រោះអ្នកចិត្តល្អអត់ទាន់បានសងផងលើកទី2គេសុំខ្ចី$20ទៀតគេថាត្រូវការលុយបន្ទាន់អ្នកក៏នៅតែឲ្យដោយសារអ្នកចិត្តល្អតែលើកទី3គេសុំខ្ចី$50ទៀតអ្នកក៏អត់ចេះបដិសេធគេទៀតលុះដល់ថ្ងៃអ្នកត្រូវការលុយខ្លះវិញអ្នកទៅទាគេហៅលេសថាអត់ទាន់មានដល់យូរទៅអ្នកដឹងថាគេមិនដែលមានបំណងសងទេគេគ្រាន់តែដឹងថាអ្នកគ្រាន់តែជាមនុស្សដែលងាយសុំងាយឲ្យប៉ុណ្ណោះមិនត្រឹមតែលុយទេក្នុងការងារក៏អញ្ចឹងដែរគេអាចសុំឲ្យអ្នកធ្វើការងាររបស់គេសុំឲ្យអ្នកធ្វើការថែមម៉ោងទៀតដែលជួយការងារគេសោះឬសុំឲ្យអ្នកលះបង់ពេលវេលាសម្រាប់ខ្លួនឯងសម្រាប់ក៏មានដែររាល់ពេលដែលអ្នកព្រមអ្នកកំពុងតែបង្រៀនគេថាអ្នកអាចយកប្រយោជន៍ពីខ្ញុំបានមនុស្សដែលពិតជាស្រឡាញ់អ្នកនឹងមិនធ្វើឲ្យអ្នកអស់កម្លាំងឬខាតប្រយោជន៍នោះទេដូច្នេះការនិយាយថាទេម្ដងម្កាលមិនមែនធ្វើឲ្យអ្នកក្លាយជាមនុស្សអាក្រក់ទេវាជាវិធីដែលយើងត្រង់យកមនុស្សពិតប្រាកដចេញពីមនុស្សដែលចង់តែឆក់យកប្រយោជន៍ពីយើងចំណុចទី5អ្នកចាប់ផ្ដើមប្រមូលផ្ដុំការសោកស្ដាយនិងការខកចិត្តរាល់ពេលយប់ជ្រៅពេលដែលអ្នកអង្គុយឬគេងម្នាក់ឯងអ្នកនឹងគិតថាហេតុអីបានខ្ញុំធ្វើបែបនេះគេដឹងគុណខ្ញុំដែរអត់តែខ្ញុំបានអីត្រឡប់មកវិញចម្លើយប្រហែលជាស្ទើរតែគ្មានទេការសោកស្ដាយនឹងកឡើងកក់គុញគ្នាពេញខួរក្បាលហើយថ្ងៃណាមួយវានឹងផ្ទុះទៅជាកំហឹងឬក៏ទុក្ខសោកយ៉ាងខ្លាំងសម័យថាអ្នកមានមិត្តភក្តិជិតស្និទ្ធម្នាក់អស់រយៈពេល2ឆ្នាំអ្នកតែងតែនៅក្បែរគេគ្រប់ពេលជួយគេពេលគេឈឺជួយគេពេលគេបាក់ទឹកចិត្តជួយគេពេលគេត្រូវការលុយអ្នកលះបង់ពេលវេលាសម្រាប់របស់ខ្លួនឯងលះបង់ផែនការក្តីសម័យរបស់ខ្លួនឯងសុខភាពផ្លូវចិត្តរបស់ខ្លួនឯងដើម្បីតែគេតែថ្ងៃមួយអ្នកក៏លេចមើលទៅក្រោយហើយសួរខ្លួនឯងវិញថាចុះគេធ្លាប់ធ្វើអីខ្លះគេធ្លាប់ដឹងពីអ្វីដែលយើងជួយគេអត់អ្នកព្យាយាមគិតតែរកចម្លើយអត់ឃើញហាក់ដូចជាគ្មានការដឹងគុណគ្មានការតបស្នងគ្មានសូម្បីតែការសួរសុខទុក្ខត្រឡប់មកវិញនៅពេលនោះអ្នកចាប់ផ្ដើមមានអារម្មណ៍ថាសោកស្ដាយអ្នកស្ដាយពេលវេលាដែលអ្នកបានចំណាយអ្នកស្ដាយធម៌ពលដែលអ្នកបានចាក់ចូលទៅក្នុងទំនាក់ទំនងតែម្ខាងនោះអ្នកស្ដាយឱកាសដែលអ្នកបាត់បង់ឱកាសរៀនជំនាញថ្មីឬក៏ឱកាសជួបមនុស្សល្អឬសូម្បីតែឱកាសសម្រាប់លំហែកាយរបស់ខ្លួនឯងផងការសោកស្ដាយទាំងនេះនឹងកកគុញបន្តិចម្ដងដូចជាដុំថ្មតូចដែលដាក់ពីលើស្មារបស់អ្នកអញ្ចឹងថ្ងៃណាមួយអ្នកនឹងមានអារម្មណ៍ថាធ្ងន់ពេកហើយផ្ទុះឡើងជាកំហឹងឬក៏ធ្លាក់ចុះទៅក្នុងភាពអស់សង្ឃឹមការពិតគឺការជួយគេច្រើនពេកដោយភ្លេចខ្លួនឯងមិនមែននាំមកនៅសុភមង្គលទេវានាំមកនៅការសោកស្ដាយទៅវិញចូលចាប់ផ្ដើមផ្លាស់ប្ដូរឥឡូវនេះមុនពេលអ្នកកលែងមើលទៅក្រោយហើយយំដោយគ្មានទឹកភ្នែកសម្រាប់ចំណុចទី6ធ្លាប់តែពឹងគេបានបើថ្ងៃណាអ្នកមិនបានជួយគេម្ដងអ្នកនឹងក្លាយទៅជាមនុស្សអាក្រក់ភ្លាមនេះក៏ជាការពិតដ៏ព្រៃផ្សៃមួយដែរនៅក្នុងសង្គមនេះអ្នកជួយគេ100ដងតែបើមានម្ដងអ្នកមិនអាចជួយបាន
ដោយសារអ្នករវល់ឬអ្នកឈឺឬក៏អ្នកមានទុរៈផ្ទាល់ខ្លួនឬហេតុផលណាមួយគេនឹងភ្លេចទាំងស្រុងនៅ100ដងនោះដែលអ្នកបានជួយគេហៅអ្នកថាជាមនុស្សអាត្មានិយមឬក៏អ្នកឯងផ្លាស់ប្ដូរឬក៏អ្នកជាមនុស្សអាក្រក់អញ្ចឹងទៅអ្នកធ្វើល្អរាល់ថ្ងៃតែមួយថ្ងៃដែលអ្នកឈប់ធ្វើអ្នកនឹងក្លាយទៅជាមនុស្សអាក្រក់ភ្លាមក្នុងខ្សែភ្នែកអ្នកដទៃសម័យថាអ្នកជាអ្នកបើកឡានឬក៏ជិះម៉ូតូដែលតែងតែជូនមិត្តភ័ក្តិទៅធ្វើការរាល់ព្រឹកអស់រយៈពេល2ឆ្នាំរហូតដល់ក្លាយទៅជាទម្លាប់អ្នកអត់ដែលគិតថ្លៃសាំងថ្លៃអីគេទេថ្ងៃណាមួយអ្នកមិនអាចជូនគេបានដូចមុនទៀតទេមិត្តភ័ក្តិរបស់អ្នកនឹងប្រហែលជាអាចមានអារម្មណ៍ថាអ្នកផ្លាស់ប្ដូរហើយបែរទៅជាអន់ចិត្តនឹងអ្នកឬក៏ខឹងនឹងអ្នកក៏ថាបានគេភ្លេចទាំងស្រុងនៅការជួយអស់រយៈពេល2ឆ្នាំនោះដូចគ្នានៅក្នុងគ្រួសារអ្នកអាចជាអ្នកដែលតែងតែផ្ដល់លុយឲ្យបងប្អូនឬក៏ជួយមើលកូនមើលប្អូនមើលក្មួយអីចឹងទៅអ្នកទិញអីវ៉ាន់តែថ្ងៃណាមួយដែលអ្នកមិនអាចផ្ដល់ឲ្យបានព្រោះខ្លួនឯងមានភាពលំបាកដែរនោះគេនឹងចាប់ផ្ដើមនិយាយថាឬក៏បន្ទោសអ្នកថាឥឡូវមានលុយហើយមើលងាយគេអីចឹងទៅមេរៀនសំខាន់គឺថាកាលណាអ្នកធ្វើល្អរហូតคล้ายទៅជាទម្លាប់អ្នកដតីនឹងចាត់ទុកការល្អនោះគឺជាកាតព្វកិច្ចរបស់អ្នកហើយពេលដែលអ្នកឈប់បំពេញកាតព្វកិច្ចនោះអ្នកនឹងក្លាយទៅជាមនុស្សខុសមួយរំពេចដូច្នេះគម្រោងចាំដល់ថ្ងៃដែលអ្នកមិនអាចជួយបានទើបដឹងថាអ្នកណានឹងជាមនុស្សពិតចាប់ផ្ដើមកំណត់ព្រំដែនតាំងពីពេលនេះទើបអ្នកមិនត្រូវបានគេស្អប់ពេលដែលអ្នកត្រូវការសម្រាកខ្លួនឯងដូច្នេះតើយើងបានរៀនអ្វីខ្លះពីចំណុចទាំង6នេះមិនមែនថាអ្នកមិនត្រូវជួយគេសោះនោះទេការជួយគេគឺជារឿងល្អគឺជារឿងថ្លៃថ្នូរបំផុតប៉ុន្តែអ្នកត្រូវចាំថាចិត្តល្អដែលគ្មានព្រំដែនវាគឺជាការបំផ្លាញខ្លួនឯងទៅវិញអ្នកមិនអាចចាក់ទឹកពីធុងទទេបានទេអ្នកក៏មិនអាចជួយអ្នកដទៃឲ្យហែលទឹកបើខ្លួនឯងកំពុងតែលង់ទឹកនោះដែរចូលរៀនកំណត់ព្រំដែនរៀននិយាយថាទេដោយមិនចាំបាច់មានអារម្មណ៍ថាខុសចូលរៀនដាក់ខ្លួនជាអតិភិបយ៉ាងហោចណាស់ក៏បាន 50% នៃពេលវេលារបស់អ្នកដែរចូលចងចាំរឿងទាំងនេះជួយគេតែកុំធ្វើឲ្យគេខ្សោយជួយគេតែកុំដុតបំផ្លាញខ្លួនឯងជួយគេតែកុំភ្លេចការងារខ្លួនឯងជួយគេតែកុំឲ្យគេយកប្រយោជន៍ជួយគេតែកុំប្រមូលទុកសោកជួយគេតែកុំឲ្យខ្លួនខ្លាយជាមនុស្សអាក្រក់ពេលឈប់ជួយអ្នកអាចជួយគេបានប៉ុន្តែត្រូវទុកពេលទុកថាមពលលុយកាក់និងចិត្តល្អខ្លះសម្រាប់ខ្លួនឯងជានិច្ចព្រោះបើអ្នកអស់សង្ឃឹមអ្នកនឹងលែងមានអ្វីឲ្យគេទៀតហើយថ្ងៃនេះចាប់ផ្ដើមពីការផ្លាស់ប្ដូរបន្តិចនេះមុននឹងឆ្លើយថាបាទឬចាសូមឈប់មួយផ្លែតគិត5វិនាទីសិនសួរខ្លួនឯងថាតើខ្ញុំនៅសល់ថាមពលគ្រប់គ្រាន់សម្រាប់រឿងនេះដែរឬទេតើវាសមនឹងពេលវេលារបស់ខ្ញុំដែរឬទេតើអ្នកនេះពិតជាត្រូវការជំនួយឬគ្រាន់តែចង់ឲ្យខ្ញុំធ្វើជំនួសចិត្តល្អគឺជាកម្លាំងមិនមែនជាភាពទន់ខ្សោយទេប៉ុន្តែកម្លាំងពិតប្រាកដក៏រួមបញ្ចូលការការពារខ្លួនឯងផងដែរគិតដល់ខ្លួនឯងខ្លះផងវាមិនមែនជារឿងអាត្មានិយមទេវាគឺជាការរស់រានមានជីវិតហើយពេលដែលអ្នកនៅរស់រានមានជីវិតបានយូរទើបអ្នកអាចបន្តជួយមនុស្សជាច្រើនទៀតប្រកបទៅដោយនិរន្តរភាពនៅថ្ងៃក្រោយបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយ like subscribe ក៏ដូចជា share ដើម្បីឲ្យអ្នកផ្សេងទៀតបានឃើញហើយចេះស្រឡាញ់ខ្លួនឯងឲ្យបានត្រឹមត្រូវផងដែរអរគុណដែលអ្នកមកចូលស្ដាប់វីដេអូនេះហើយសូមចងចាំថាអ្នកក៏សំខាន់ដូចគេដែរជួបគ្នានៅវីដេអូក្រោយទៀត